Hello ក៏ដូចជាសួស្តីគ្នាយើងហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាអំពីរបៀបចូលមកប្ដូរ location នៅក្នុង game Mobile Legends របស់យើងអញ្ចឹងសម្រាប់ game Mobile Legends របស់យើងគឺរាល់តែយើងដាក់ location ទើបយើងអាចទទួលបាន top បានអីចឹងណាពេលដែលយើងលេងទៅយើងនឹងអាចជាប់ top ទៅលើ hero លេងអីចឹងទៅអញ្ចឹងកន្លែងនេះគឺយើងអាចមើលបាននេះកន្លែងនេះគឺគេដាក់ថា Cambodia ព្រៃវែងអញ្ចឹងមានន័យថា location account ហ្នឹងគឺនៅព្រៃវែងអញ្ចឹងឥឡូវនេះគឺខ្ញុំមកធ្វើការបដូរ location នេះវិញហ្នឹងហើយដោយសារថាខ្ញុំត្រូវបដូរហ្នឹងហើយអញ្ចឹងវាអត់មានពិបាកទេជំហានដំបូងអ្នកនរគ្នាគ្រាន់តែចូលមកកាន់ profile game របស់យើងបែបនេះមកហ្នឹងហើយអញ្ចឹងយើងយកពាក្យថា info ខាងស្ដាំនេះ info អញ្ចឹងមកដល់កន្លែងនេះយើងនឹងឃើញគេដាក់ថា Cambodia ព្រៃវែងអញ្ចឹងកន្លែងនេះយើងមិនបាច់មើលកន្លែងផ្សេងទេហ្នឹងហើយខាងក្រោមឬក៏កន្លែងនេះអីយើងមិនបាច់មើលទេយើងកាន់សាលវិញមកយើងឃើញពាក្យថា Cambodia ព្រៃវែងនេះគឺយើងចុចលើវាទៅហ្នឹងហើយយើងចុចលើវាប៉ប់មកអញ្ចឹងកន្លែងនេះគេនឹង scan location ដែលយើងកំពុងតែនៅហ្នឹងដើម្បីយើងអាចធ្វើការបដូរបានហ្នឹងហើយនៅពេលដែលយើងបដូរ location យើងដាក់ location អីទៅដល់ពេលដែលយើងលេងទៅលេងខ្លាំងយើងអីទៅយើងបាន top បានអីចឹងណាអញ្ចឹងបើសិនជាយើងអត់ដាក់ location ទេគឺយើងលេងអត់បាន top ទេហ្នឹងហើយអញ្ចឹងកន្លែងនេះគេបញ្ជាក់ប្រាប់យើងថា your current location is Cambodia សៀមរាបនេះអញ្ចឹងនៅសៀមរាបបន្ទាប់ពីយើងដូរ location នេះហើយប្រហែលខែប្រហែលឆ្នាំដែលគេអាចឲ្យយើងដូរម្ដងទៀតអីចឹងទៅអញ្ចឹងកន្លែងនេះយើងចុច OK មកហ្នឹងហើយកន្លែងនេះមក OK អញ្ចឹងបន្ទាប់ពីយើងចុច OK ហើយនេះគឺវាជាប់ location ថ្មីដែលយើងបានដាក់ហ្នឹងគឺវាជាប់នៅលើហ្នឹងហើយនេះ Cambodia សៀមរាបសាលាកំរើកអីនេះខាងក្រោមនេះអញ្ចឹងបន្ទាប់នេះយើងបែរមកវិញមកនេះឃើញ location កន្លែងនេះគឺវាដូរហើយនេះអញ្ចឹងមានន័យថាយើងបានដូរ location បាននឹងជោគជ័យហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយខ្លីៗ